មិត្តដ៏ជិតស្និទ្ធគឺទុកឯងជាបងប្អូនពេលឯងពិបាកចិត្ត we never ទុកឯងនៅ alone ទៅណាយើងទៅទាំងវងមានឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូន2020ខែមករាថ្ងៃទី9ពេលព្រឹកព្រលឹមមិត្តភ័ក្តិយើងមិនទាន់ដឹងខ្លួនមានសំឡេងរលើកទូរស័ព្ទទឹកភ្នែកខ្ញុំហូអាឡូអាមីនេះស្លាប់ហើយពធោនេះគឺជាសំឡាញ់ស្រែកសួរមេឃអាណាគឺជាអ្នកបាញ់ស្រែកសួរដីហេតុអីខ្វល់យកមិត្តភ័ក្តិអញមិត្តទៅច្រើនថ្ងៃតែអ្នកសម្លាប់នៅក្រៅសំណាញ់យុទ្ធទេធាត់ដែរទេបើគេអ្នកបាញ់ហើយយើងអ្នកចាញ់ត្រង់ចាប់មិនបានអ្នកដែលនៅរស់នៅមិនអាចសម្រានរស់នៅមិនអាចសម្រានជាមិត្តដ៏ជិតស្និទ្ធយើងទុកឯងដូចបងប្អូនពេលឯងពិបាកចិត្ត we never ទុកឲ្យនៅ alone តើណាយើងទៅទាំងវងឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូនជាមិត្តដ៏ជិតស្និទ្ធយើងទុកឯងដូចបងប្អូនពេលឯងពិបាកចិត្ត we never ទុកឲ្យនៅ alone តើណាយើងទៅទាំងវងឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូនមិនបានរយៈប៉ុន្មានអាចច្រឹងកចែកឋានឯងចេញទៅព្រាមមិត្តភ័ក្តិគ្រប់គ្នាទទួលមិនបានឈាមក៏ត្រៀមឲ្យឯងលុយក៏ត្រៀមឲ្យឯងខំសះស្វែងដើម្បីបញ្ជូនឯងទៅវៀតណាមតែជាអកុសលឯងស៊ូមិនបានផុតនៅលើឡានមិត្តភ័ក្តិបងប្អូនទទួលដំណឹងទឹកភ្នែករហាមយើងស្រែករហូយំវាយំរាជថាដេរឆានអោមិត្តសម្លាញ់ឯងចាក់ចេញពីពួកយើងគ្រប់ប្រានដោយសារតែជំងឺឯងឈឺមិនយូរប៉ុន្មានមកពីទ្វេប្រហែលគ្រាន់តែគ្រុនឈាមឲ្យឯងចែកឋាននៅវេលាចុងក្រោយជុំមុខមកជួយឲ្យអធិដ្ឋានការទៅជាតិណាយើងត្រូវធ្វើមិត្តនឹងគ្នាឲ្យបានជាមិត្តអញតាំងពីតូចធំឡើងឯងនៅតែតូចសំដីឯងពិតជាខូចតែចារិតឯងនេះពិតមិនដូចទីណាមានវត្តមានឯងគ្រប់គ្នាសប្បាយរហូតសំបីតែគ្រួសារអញក៏ស្រឡាញ់ឯងដែរណាអាតូច